សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel S Anime នៅថ្ងៃនេះដែរខ្ញុំធ្វើការសម្ដែងរឿងមួយដែលមានចំណងជើងថា The Angel Next Door ដែលរឿងនេះដែរគឺជាប្រភេទរឿងដែលផ្អែមល្ហែមរហូតដល់កាត់ជើងតែម្ដងឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរយើងធ្វើការចូលទៅកាន់សាច់រឿងតែម្ដងតែផ្ដើមរឿងមកគេបង្ហាញឲ្យឃើញតួអង្គក្មេងប្រុសម្នាក់ដែលកំពុងតែដើរម្នាក់ឯងនៅពេលមេឃភ្លៀងហើយក្មេងប្រុសម្នាក់នោះគឺជាតួអង្គឯករបស់យើងដែលមានឈ្មោះថា Fuji Miya ប៉ុន្តែខ្ញុំសូមហៅតួអង្គប្រុសរបស់យើងថាមីយ៉ាព្រោះវាងាយស្រួលហៅជាងពេលនោះស្រាប់តែមានពលិមួយបានចេះមករកគេហើយមីយ៉ាក៏បានងាកទៅមើលក៏ស្រាប់តែឃើញក្មេងស្រីម្នាក់កំពុងតែអង្គុយហាភ្លៀងម្នាក់ឯងមីយ៉ាឃើញដូច្នេះគឺក៏បានយកឆ័ត្ររបស់ខ្លួនដែលកំពុងតែកាន់យកទៅឲ្យក្មេងស្រីម្នាក់នោះដែលក្មេងស្រីម្នាក់នេះគឺជាតួអង្គឯកស្រីរបស់យើងដែលគេមានឈ្មោះថា Shina Mahiru ខ្ញុំសូមហៅតួអង្គស្រីរបស់យើងថា Shina នៅថ្ងៃស្អែកឡើងយើងឃើញថាមីយ៉ារបស់យើងបន្ទាប់ពីដើរតួជាមនុស្សល្អរួចមកក៏ផ្ដាសាយយកតែម្ដងមិត្តភក្តិរបស់មីយ៉ាក៏បានសួរទៅកាន់គេថាក្រែងម្សិលមិញគឺខ្លួនបានឃើញមីយ៉ានៅធម្មតាសោះហើយអ្វីក៏ថ្ងៃនេះបែរជាផ្ដាសាយទៅវិញមីយ៉ាក៏បានឆ្លើយថាខ្លួនបានត្រូវទឹកភ្លៀងទៅផ្ដាសាយបែបនេះហើយមិត្តរបស់គេក៏សួរទៀតថាក្រែងមីយ៉ាហ្នឹងមានឆ័ត្រអីហើយអ្វីក៏ឲ្យត្រូវទឹកភ្លៀងអញ្ចឹងមីយ៉ាក៏តបទៅវិញទៀតថាគឺខ្លួនបានឲ្យឆ័ត្រទៅកាន់នរណាម្នាក់ពេលដែលឮបែបនេះមិត្តភក្តិរបស់មីយ៉ាក៏បានភ្ញាក់ផ្អើលហើយនិយាយថាឯងបានឲ្យឆ័ត្រទៅអ្នកដទៃទាំងនៅមេកំពុងភ្លៀងនឹងមែនតែឯងខ្លាចជាសុភាពបុរសតាំងពីពេលណាបន្ទាប់មកយើងឃើញថាស៊ីណាគឺបាននៅក្បែរថ្នាលរបស់មីយ៉ាមនុស្សជាច្រើនមានការចាប់អារម្មណ៍ទៅលើស៊ីណាយ៉ាងខ្លាំងហើយពួកគេបានហៅស៊ីណាថា Angel នេះក៏ព្រោះតែស៊ីណាគឺជាក្មេងស្រីម្នាក់ដែលមានភាពតាក់ទាញសម្រស់ក៏ស្អាតពួកគេទាំងការរៀនសូត្រការលេងកីឡាហើយថែមទាំងចិត្តល្អនិងចេះដាក់ខ្លួនទៀតផងហើយមានក្មេងប្រុសជាច្រើនតែចង់បាននាងមកធ្វើជាសង្សាររបស់ខ្លួនប៉ុន្តែរឿងនេះគឺមិនបានតាក់ទាញទៅកាន់មីយ៉ារបស់យើងនៅឡើយពេលត្រឡប់ទៅផ្ទះវិញស៊ីណាបានចាំមីយ៉ានៅមុខបន្ទប់របស់គេតាំងចំណុចនេះខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថាពួកគេទាំងពីរគឺបានរស់នៅជិតគ្នាដល់បន្ទប់របស់ពួកគេទាំងពីរហ្នឹងគឺនៅជាប់គ្នាហើយស៊ីណាចាំមីយ៉ាគឺដោយសារតែគេចង់សងឆ័ត្រទៅកាន់មីយ៉ាវិញនៅពេលដែលឃើញថាមីយ៉ាកំពុងតែផ្ដាសាយស៊ីណាក៏បាននិយាយសុំទោសទៅកាន់មីយ៉ាប៉ុន្តែមីយ៉ាបាននិយាយថាមិនចាំបាច់សុំទោសនោះទេពីព្រោះវាមិនមែនជាកំហុសរបស់ស៊ីណាឡើយបន្ទាប់មកមីយ៉ាក៏បានយកឆ័ត្រពីស៊ីណាបំរុងនឹងដើរចូលបន្ទប់របស់គេភ្លាមៗនោះមីយ៉ាក៏ស្រាប់តែអស់កម្លាំងហើយរៀបនឹងដួលស៊ីណាក៏បានទៅជួយទ្រហើយក៏និយាយថាចាំខ្លួននឹងមើលថែមីយ៉ាដើម្បីជាការអរគុណបន្ទាប់មកស៊ីណាក៏បានយកមីយ៉ាចូលទៅកាន់បន្ទប់របស់គេនៅពេលបើកទ្វារមកយើងឃើញថាបន្ទប់របស់មីយ៉ាពិតជារញ៉េរញ៉ៃមែនទែននៅពេលផ្ញើពីគេមីយ៉ាបានឃើញស៊ីណាកំពុងតែឈរមើលគេហើយនិយាយថាតើមីយ៉ានឹងលេងអីហើយមែនទេមីយ៉ាក៏ឆ្លើយទៅវិញថាគឺខ្លួនបានធូរស្បើយហើយពេលនោះស៊ីណាក៏បានយកប្រដាប់វ៉កម្ដៅមកឲ្យមីយ៉ាដើម្បីវ៉កម្ដៅខ្លួនរបស់គេហើយមីយ៉ារបស់យើងក៏បានលោតអាវដើម្បីវ៉កម្ដៅរបស់ខ្លួនដែលធ្វើឲ្យស៊ីណាដែលកំពុងតែឈប់មើលគឺអៀនតែម្ដងបន្ទាប់មកស៊ីណាក៏បានទៅយកបបរដែលគេបានធ្វើមកឲ្យមីយ៉ាញ៉ាំខណៈពេលនោះមីយ៉ាបានសម្លឹងមើលទៅបបរមួយសន្ទុះហើយស៊ីណាក៏បាននិយាយឡើងថាតើមានបញ្ហាអ្វីមែនទេដែលចង់ឲ្យនាងបញ្ចុកទៀតមែនទេមីយ៉ាក៏បាននិយាយថាគ្មានអ្វីនោះទេគឺខ្លួនគ្រាន់តែមិននឹកស្មានថាស៊ីណាអាចធ្វើបបរដោយខ្លួនឯងបានស៊ីណាក៏បាននិយាយថាវាគឺដោយសារតែគេនៅម្នាក់ឯងអញ្ចឹងគឺគេច្បាស់ជាចេះធ្វើហើយស៊ីណាក៏បាននិយាយទៀតថាមីយ៉ាគួរតែសម្អាតបន្ទប់របស់គេខ្លះទៅបន្ទាប់ពីញ៉ាំបបរបានមួយម៉ាត់មីយ៉ាក៏បាននិយាយថាវាពិតជាឆ្ងាញ់មែនទែនដែលធ្វើឲ្យស៊ីណាក៏សប្បាយចិត្តដែរនៅពេលញ៉ាំបបររួចមីយ៉ាក៏បានសួរទៅកាន់ស៊ីណាថាតើកាលពីថ្ងៃមុនហើយអ្វីក៏នាងអង្គុយតាមម្នាក់ឯងនៅកណ្ដាលមេឃភ្លៀងបែបនោះតើស៊ីណាឆ្លោះគ្នាជាមួយនឹងសង្សារមែនទេស៊ីណាក៏បានឆ្លើយទៅវិញថាមិនមែនទេគឺខ្លួនមិនមានសង្សារនោះទេនាងក៏មិនមានកម្រងក្នុងការយកសង្សារនោះដែរសាច់រឿងក៏បានកាត់មកថ្ងៃបន្ទាប់នៅពេលល្ងាចមីយ៉ាកំពុងតែញ៉ាំចាហួយដែលវាស្រដៀងទៅនឹង energy drink ដែរស៊ីណាក៏បានឃើញហើយបានសួរទៅកាន់គេថាតើមីយ៉ាកំពុងតែញ៉ាំចាហួយនេះជំនួសឲ្យអាហារពេលរសៀលមែនទេមីយ៉ាក៏ឆ្លើយទៅវិញថាត្រូវហើយពេលដែលឮបែបនេះស៊ីណាក៏បានប្រាប់ទៅកាន់មីយ៉ាថាគេមិនគួរធ្វើបែបនេះឡើយហើយបានប្រាប់ឲ្យមីយ៉ាចាំបន្តិចមួយសន្ទុះក្រោយមកស៊ីណាក៏បានយកអាហារដែលនាងបានធ្វើមកឲ្យមីយ៉ាញ៉ាំហើយក៏បានប្រាប់គេថាចាប់ពីថ្ងៃនេះទៅមីយ៉ាត្រូវតែញ៉ាំអាហារបានល្អហើយនឹងរស់នៅឲ្យមានសណ្ដាប់ធ្នាប់នៅថ្ងៃស្អែកឡើងមីយ៉ាបានយកប្រអប់បាយកាលពីម្សិលមិញទៅឲ្យស៊ីណាវិញពេលនោះស៊ីណាក៏បានយកអាហារមួយប្រអប់ទៀតមកឲ្យគេដែលធ្វើឲ្យមីយ៉ារឿងភ្ញាក់ផ្អើលបន្តិចហើយស៊ីណាក៏បាននិយាយថាគឺគេធ្វើម្ហូបច្រើនពេកញ៉ាំមិនអស់ទើបចង់យកមកឲ្យមីយ៉ាហើយខ្ញុំគិតថាមិនធ្វើចាននេះសល់ទេអស់ហើយគឺចង់ធ្វើគេញ៉ាំតែមនុស្សនឹងមាត់រឹងអីចឹងណាមីយ៉ាក៏បានអរគុណនឹងទទួលយកអាហារនោះទៀតទៅហើយគេក៏និយាយថាប្រសិនបើនាងធ្វើអាហារបែបនេះឲ្យនរណាម្នាក់គេនឹងគិតថានាងមានចិត្តលើគេហើយណាក៏បាននិយាយថាមីយ៉ាហ្នឹងគិតថាខ្លួនមានចិត្តលើគេមែនមីយ៉ាក៏បាននិយាយថាគឺខ្លួនមិនមានបំណងបែបនោះឡើយ
និយាយទៅស៊ីណាយើងគឺស្រឡាញ់គេប៉ុន្តែមាត់រឹងណាស់គ្នាដូចអ្នកមើលដែរអញ្ចឹងហើយសាច់រឿងក៏បានកាត់ទៅថ្ងៃបន្ទាប់ពេលដែលមីយ៉ាកំពុងតែនៅក្នុងថ្នាក់រៀនមិត្តភក្តិរបស់មីយ៉ាដែលមានឈ្មោះថាអ៊ីស៊ូគីក៏បាននិយាយថាមីយ៉ាឥឡូវដូចជាមើលទៅមានសុខភាពល្អជាងមុននិយាយទៅបើសុខភាពអត់ល្អទៅចម្លែកសាមីយ៉ាយើងមានតែធ្វើម្ហូបឲ្យរាល់ថ្ងៃសាច់រឿងក៏កាត់ទៅនៅពេលដែលមីយ៉ាកំពុងតែដើរទិញអីវ៉ាន់ហើយគេក៏បានជួយជាមួយនឹងស៊ីណាបន្ទាប់ពីកើតលុយហើយមីយ៉ាក៏បានជួយកាន់អីវ៉ាន់របស់ស៊ីណាពួកគេក៏បានដើរទៅផ្ទះជាមួយគ្នាហើយសាច់រឿងក៏បានកាត់មកនៅពេលដែលពួកគេទាំងពីរនាក់កំពុងសម្អាតបន្ទប់របស់មីយ៉ាខណៈពេលកំពុងសម្អាតស៊ីណាបានរអិលជើងដួលពេលនោះមីយ៉ាក៏បានទៅទ្រស៊ីណាដែលធ្វើឲ្យពួកគេដួលលើគ្នាតែម្ដងហើយមីយ៉ាក៏បានងើបឡើងនិងចាប់ដៃរបស់ស៊ីណាឲ្យងើបមកដែរស៊ីណាក៏បាននិយាយអរគុណទៅកាន់មីយ៉ាពេលនោះស៊ីណាពិតជាអៀនមែនទែនដោយសារតែមីយ៉ាគឺបានចាប់ដៃរបស់ខ្លួនបន្ទាប់ពីសម្អាតបន្ទប់របស់មីយ៉ាហើយពួកគេក៏បានកំងភីហ្សាមកញ៉ាំជាមួយគ្នាហើយវាក៏ជាលើកទី1ដែលស៊ីណាបានញ៉ាំភីហ្សាផងដែរវាពិតជាធ្វើឲ្យមីយ៉ាភ្ញាក់ផ្អើលមែនទែនគេក៏បានសួរថាតើម៉ាក់របស់នាងគឺតឹងរឹងជាមួយរបបអាហារណាមែនទេស៊ីណាក៏បានឆ្លើយថាត្រូវហើយគឺពួកគេមិនដែលទិញអាហារពីខាងក្រៅឡើយពីព្រោះពួកគេមានចុងភៅនៅផ្ទះស្រាប់ឬដូចនេះមីយ៉ាក៏បាននិយាយថាគ្រួសាររបស់នាងគឺប្រកាសជាមានណាស់ហើយទើបបានជាមានអ្នកបម្រើបែបនេះស៊ីណាក៏ឆ្លើយថាតាមតែគេគិតទៅចុះបន្ទាប់ពីញ៉ាំអាហាររួចស៊ីណាក៏បានលាមីយ៉ាទៅបន្ទប់វិញហើយនេះគឺជាការចាប់ផ្ដើមនៃការជួបគ្នារបស់ពួកគេទាំងពីរឥឡូវនេះរឿង The Angel Next Door ភាគទី1របស់យើងបានមកដល់ទីបញ្ចប់ហើយជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាយបាយ